ហឹង្សាទីបំផុតឯងមកហើយត្រូវហើយខ្ញុំមកនេះគឺមកពីឃាតមនុស្សអាក្រក់ដូចជាប្រគ្រូនេះហើយឯងគឺជាសិស្សរបស់យើងឯងគិតថាឯងអាចយកជីវិតយើងបានដោយងាយអញ្ចឹងយើងនឹងបញ្ជូនឯងទៅឋាននរកឥឡូវនេះហើយយើងគ្មានពេលទៅឋាននរកនោះទេព្រោះយើងចិត្តបានលុះនៅធម៌ទៅហើយថាម៉េចឯងចិត្តបានលុះនៅធម៌ទៅហើយអូយចង់សើចណាស់អូយអាយ៉ាអូយចោហឹង្សាឯងឈប់សិនម្នាលអ្នកប៊ូឈប់សិនយើងឈប់ហើយអង្គលីមៀនៅតែអ្នកទេដែលមិនព្រមឈប់នោះខ្ញុំនឹងឈប់នៅពេលដែលខ្ញុំបានសម្លាប់មនុស្សម្នាក់ទៀតហេតុនេះហើយបានជាអ្នកចង់ពិឃាតអាត្មាមែនទេមែនហើយលោកត្រូវយល់ថាខ្ញុំអាចជួយរំដោះអ្នកខ្ញុំអាចជួយរំដោះលោកឲ្យផុតពីក្តីទុក្ខបានណាតើអ្នកគិតថាអាត្មាមានទុក្ខដោយប្រការណាបើប្រៀបធៀបជាមួយអ្នកនោះតើអាត្មាឬក៏ជាអ្នកដែលត្រូវមានទុក្ខនោះតែខ្ញុំបានឮថាអ្វីទាំងអស់សុទ្ធតែមិនទៀងទាត់នេះជាធម៌របស់អ្នកឯងហេតុនេះហើយទាំងរូបអ្នកឯងហើយនឹងខ្ញុំគឺសុទ្ធតែមានទុក្ខដូចគ្នាព្រះធម៌ដែលអ្នកបានលើកឡើងនេះបានប្រាប់ឲ្យឃើញពីធាតុពិតនៃរបស់ទាំងពួងដើម្បីកុំឲ្យមានភាពប្រកាន់ភ្ជាប់បើប្រះចាកនឹងការប្រកាន់ភ្ជាប់នេះជននោះនឹងប្រះចាកពីក្តីទុក្ខដូចគ្នាណាខ្ញុំមិនយល់ទេមនាលអង្គលីមៀកាលដែលអាត្មាមកនេះគឺមកបង្ហាញផ្លូវដល់អ្នកដើម្បីឲ្យអ្នកបានលុះនៅធម៌ដ៏ពិតប្រាកដណាអ្នកមិនចាំបាច់បង្ហាញផ្លូវដល់ខ្ញុំទេអ្វីដែលខ្ញុំត្រូវការនៅពេលនេះគឺសម្រាប់មនុស្សម្នាក់ទៀតតែប៉ុណ្ណោះឲ្យតែយើងសម្រាប់អ្នកឯងបានពេលនោះចិត្តរបស់ខ្ញុំនឹងឈានដល់ភាពបរិសុទ្ធបំលុះជាការលុះនៅធម៌អ្នកត្រូវតែដឹងមនាលអង្គលីមៀអាត្មាសូមឲ្យអ្នកពិចារណានៅអ្វីដែលអ្នកយល់ថាជាមិត្តនោះអាត្មាសូមឲ្យអ្នកពិចារណាដោយព្រះធម៌ណាទី1អ្វីទាំងអស់សុទ្ធតែអនិច្ចំមិនទៀងទាត់អ្វីដែលគិតថាជាមិត្តនោះក៏ជាអនិច្ចំពេលដែលសម្លឹងយូរទៅអ្នកនឹងឃើញមានភាពប្រែប្រួលកើតឡើងជារៀងរហូតណាទី2អ្វីទាំងអស់គឺជាទុក្ខអ្នកមិនគួរប្រកាន់ភ្ជាប់ពេកនោះទេចូលឯងពិចារណាថាអ្វីទាំងអស់នេះអាចសាងសេចក្តីសុខឲ្យឯងបានទេទី3អ្វីទាំងអស់សុទ្ធតែជាអនត្តាបានន័យថាមិនមែនរបស់ខ្លួនឯងឡើយអ្វីដែលអ្នកកំពុងតែពិចារណានេះក៏មិនមែនជាខ្លួនរបស់អ្នកដែរអង្គលីមៀដោយការយល់ខុសអ្វីដែលថាជាខ្លួនយើងនេះជាទ្រព្យសម្បត្តិរបស់យើងទាំងនេះឯងជាមូលហេតុនៃសេចក្តីទុក្ខនោះបើអញ្ចឹងតើព្រះព្រហ្មឲ្យកណាសម្រាប់មនុស្សកាច់ម្រាមដៃ 1000 នាក់ដើម្បីបូជាយ៉ាញ់នោះតើពិតទេតើខ្ញុំពិតជាបានលុះនៅធម៌ទេមនាលអង្គលីមៀតាមពិតអ្នកដែលឲ្យឯងធ្វើនោះគឺមិនមែនជាព្រះព្រហ្មទេតែគេជាក្រុងមាទេណា
ឯងបានធ្លាក់ក្នុងការសណ្ដំរបស់គេហើយចូលឯងបកក្រោយវិញចុះទម្លាក់កំបិតតាំងចិត្តជាព្រះយើងនឹងជួយឯងបានណាបើអញ្ចឹងសូមព្រះពុទ្ធជាម្ចាស់មេត្តាឲ្យខ្ញុំកណាបានបួសក្នុងសំណាក់សាសនានេះផងចុះព្រោះអីខ្ញុំបានសាងបាបកម្មច្រើនណាស់ខ្ញុំចង់លុបលាងនូវបាបកម្មទាំងនេះតើបានទេព្រះពុទ្ធយើងមិនចោះចាញ់ឯងទេយើងមិនចោះចាញ់ឯងទេ5000ឆ្នាំក្រោយ5000ឆ្នាំក្រោយយើងនឹងមកកាន់ពិភពទាំង3នេះវិញ5000ឆ្នាំក្រោយយើងនឹងជួបគ្នាម្ដងទៀតព្រះពុទ្ធរឿងលាឯងសិនហើយ